តាមបងប្អូននៅបន្តប្រើប្រាស់នៅម៉ាស៊ីនម៉ាស៊ូតដែលចំណាយថវិកាទៅលើប្រេងដើម្បីធ្វើការបូមទឹកទៅស្រោចដំណាំចម្ការដល់អង្ការទៀតបងប្អូនអាចធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់នៅប្រភេទម៉ូទ័របូមទឹកសូឡាតែថ្ងៃនេះផងដែរគឺខ្ញុំសូមណែនាំអំពីប្រភេទម៉ូទ័របូមទឹកសូឡា Makip Phaida ជាប្រភេទម៉ូទ័របូមទឹកសូឡាតួ150វាអាចធ្វើការបូមទឹកបាន96ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់132ម៉ែត្រតែប្រភេទម៉ូទ័រនេះវាមានកម្លាំង20សេសតែយើងធ្វើការបូមទម្លាក់ចូលក្នុងស្រះហើយរុញទៅស្រោចចម្ការម្រេចនិងទុរេនរបស់គាត់តែមានទំហំដីប្រមាណជាង10ហាត់ហើយចំពោះឈុតនេះផងដែរគឺយើងធ្វើការដំឡើងជាមួយនឹងផ្ទាំងសូឡា Magnetic ចំនួន45សន្លឹកដែលជាប្រភេទផ្ទាំងកម្លាំង620វ៉ាត់កញ្ចក់សងខាងតែម៉ូទ័របូមទឹកនេះគឺគាត់ប្រើប្រាស់ជាមួយនឹងក្បាលវិលដើម្បីស្រោចទុរេនហើយនឹងក្បាលសាច់ដើម្បីស្រោចទៅលើចម្ការម្រេចហើយចំពោះឈុតនេះគឺយើងដំឡើងទាំងជើងទាំងផ្ទាំងហើយនឹងម៉ូទ័របូមទឹកយើងផ្ទាល់ជូនអតិថិជនពួកការប្រៀបធៀបទៅលើការប្រើប្រាស់ម៉ាស៊ីនទោះបីយើងទិញមកតម្លៃវារៀងធូរថ្លៃតែយើងតម្លៃជាមួយនឹងក្បាលបូមវាតម្លៃប្រហែលជា4ទៅឬក៏5000ពិតមែនតែយើងគិតទៅលើការចំណាយទៅលើម៉ាស៊ូតវិញម៉ាស៊ូតក្នុងមួយថ្ងៃចំពោះចង្ការនៅខាងនេះគឺគាត់ប្រើអស់ប្រហែលជាមួយកានទៅមួយកានកន្លះអញ្ចឹងក្នុងមួយថ្ងៃអស់ចំនួនយើងថាមួយកានចុះអញ្ចឹងមួយខែយើងថា30កានអញ្ចឹងវាចូលមួយខែ7លានហើយចឹងค่าចំណាយទៅលើម៉ាស៊ូតអស់ច្រើន7លានតែបើយើងគុណជាឆ្នាំវាចូលចិត្ត80 90លានហើយអញ្ចឹងបើយើងបដូរមកប្រើសូឡាយើងដំឡើងចំណាយតែប្រហែលជា9000ឬក៏10000គឺយើងអាចប្រើបានពេញមួយឆ្នាំมันអស់ចំណាយទៅលើថ្លៃសាំងថ្លៃប្រេងផ្សេងគឺយើងអាចប្រើបានពេញមួយថ្ងៃពីព្រឹកទល់ល្ងាចតែម្ដងมันចំណាយថវិកាទៅលើការទិញប្រេងឬម៉ាស៊ូតมันចំណាយថវិកាទៅលើអគ្គិសនីដ្រត់ចំណាយតែម្ដងចំណេញរហូតជ្រើសរើសម៉ូទ័របូមទឹកសូឡាជ្រើសរើសម៉ូទ័របូមទឹក Makip Phaida សម្រាប់ប្រភេទម៉ូទ័របូមទឹកសូឡា Makip Phaida យើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើគ្រឿងបន្លាស់និងរយៈពេល3ឆ្នាំទៅលើសេវាកម្មមិនថាប្រភេទម៉ូទ័របូមទឹកទម្លាក់អណ្ដូងឬដាក់លើគោកនោះទេ